ករទាំងពីររួចរាល់ហើយយើងត្រៀមបាទទស្សនាការប្រកួតបាទទឹកទី1ដែលកំពុងតែបង្ហាញជូនទៅដោយសហការីបាទអមជាមួយនឹងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភាតែម្ដងបាទនេះគឺវត្តមានបាទលោកគ្រូផាត់សូដាបាទក៏ដូចជាវត្តមានលោកគ្រូខាងកីឡាករបាទប៉ែនសិនឡែកប្រទេសថៃក៏បានថាអញ្ជើញមករៀងខ្លួនបាទព្រោះថាចង់ឈ្នះជាមួយនឹងការប្រកួតមួយនេះបាទចំណាំមុននឹងការប្រកួតចាប់ផ្ដើមបាទសូមវត្តមានពុកម៉ែបងប្អូនខេត្តតាកែវសូមសម្លេងលើកទឹកចិត្តអ្នកទាំងពីរមួយបាទជម្រាបជូនពុកម៉ែបងប្អូនបាទសម្រាប់ការប្រកួតទូនេះគឺ5ទឹកត្រៀមប្រឹងព្រៀបប្រកួតក្រិតគុនខ្មែរគូទី3គឺជាគូប្រកួតដណ្ដើមប្រាក់លានរវាងកម្ពុជាថៃទឹកទី1 round 1បាទអរគុណច្រើនពុកម៉ែបងប្អូនទស្សនិកជនជាទីមេត្រីគូដែលបងប្អូនយើងទន្ទឹងរង់ចាំអាយ៉ាផ្លេចថ្មីបាត់ហើយបញ្ញាប់ពេកចង់ជួបគីងកុងតាំងពីណាមកបាទបញ្ញាប់ពេកចង់ពាក់ថ្មីបាទអរគុណច្រើនបាទការប្រកួតបាទត្រៀមថានឹងចាប់ផ្ដើមខណៈពេលនេះគឺវត្តមានគណៈធិបតីបាទក្នុងនោះអាដាមវ័យសំណាងអភិបាលនៃគណៈបាទខេត្តតាកែវបាទឧបត្ថម្ភទៅដល់កីឡាករបង្គោលក្រហមថាវិការ20ម៉ឺនរៀលបង្គោលថោបាទស្វាគមន៍ភ្លាមបាទប៉ះចំប្រដាប់ការពារឥឡូវនេះបាទសូមសម្រួលបច្ចេកទេសបន្តិចសិនបាទសម្រាប់បាទទៅខាងបង្គោលសពីកីឡាករគុនខ្មែររបស់យើងហើយបង្គោលខៀវកំពុងតែចាក់ទឹកកម្រិតបាទយើងទស្សនារូបភាពបង្ហាញជូនត្រង់នេះអាយយបាទទាត់ឆ្វេងរបស់គីងកុងបាទប៉ះចំកន្លែងឈឺរបស់កូននាគសបាទឆ្លងដែនបាទទាត់ឆ្វេងយ៉ាងម៉េចមិញបាទតែយ៉ាងណាប៉ែនសែងឡែបាទគាត់ប្រាប់ថាអត់អីទេលោកគ្រូបាទចាក់ទឹកកម្រិតកាត់បន្ថយការឈឺចាប់បន្តិចមកហើយពុកម៉ែបងប្អូននេះក៏ថាសាទរមែនទែនជាមួយនឹងការប្រកួតមួយនេះបាទយើងទស្សនាការប្រកួតជាបន្តទៀតបាទអរគុណច្រើនបន្តទស្សនាទាត់ឆ្វេងរត់ជើងជិតសមុទ្របាទពីរិទ្ធធីគីងកុងបាទសែនលេខកពុកកបលល្អស្មើគីងកុងតែម្ដងបាទសម្លាក់សម្លឹងដើរចូលញាក់អត់តន់ចេញក្បាច់អត់តន់ចេញស្រីឡើយគៀងពីសែនលេខគាត់ស្ដាំអត់ដល់កដៃទេទាត់ឆ្វេងសែនលេខមិនសមអីចេះបាត់បោះប្លង់បោះគោលដៅគេឲ្យទឹករៀមឆ្បងផងថ្ងៃនេះឡើងប្រកួតដៃទាត់ឆ្វេងទៅវិញពីរិទ្ធធីគីងកុងបាទថ្នាលគុណភាពបាទគឺកើតចេញពីគ្រុតគុនខ្មែរបាទតែងតែផ្ដល់ឱកាសដល់ថ្នាលគ្រប់បាទបណ្ដាខេត្តបាទមកពីបណ្ដាក្លឹបច្រឡដូចគ្នាម្នាក់ឡើងឆ្វេងម្នាក់ទៀតឡើងស្ដាំបាទទាត់ឆ្វេងប្រហើពីចម្ងាយពីរិទ្ធធីគីងកុងដេញតាមមកវិញច្រឡបណ្ដាអត់ចូលដល់ហើយពីសែនលេខញាក់ចេញញាក់ចូលការប្រកួតគឺ5ទឹកវិញដេញតាមទៅវិញពីគីងកុងទាត់ឆ្វេងចូលក្តីខំពីរិទ្ធធីគីងកុងប្រែទៅមកទេសែនលេខញាក់ច្រឡមកវិញបាទញាក់ដូចគ្នាហើយក៏ទាត់ស្ដាំពីសែនលេខសូមឲ្យឆ្វេងពីរិទ្ធធីគីងកុងរៀបរាប់តាមចង្វាក់ភ្លេងមានក្បាច់មានស្នៀតមានសិល្បៈរៀងខ្លួនបាទសុទ្ធសឹងតែជាអ្នកដែលបកកែសុទ្ធសឹងតែអ្នកដែលដឹងពីស្នៀតព្រោះថាសែនលេខនេះធ្លាប់ទស្សនាផ្ទាល់ការប្រកួតរបស់គីងកុងទាត់ឆ្វេងប្រហែលដេញតាមចូលបាទក៏ប៉ុន្តែថែមមួយដៃឆ្វេងបន្តទៀតពីរិទ្ធធីគីងកុងបាទទាត់កាប់គោលជើងក្រោមពីរិទ្ធធីគីងកុងបាទសែនលេខក៏บอกកាត់ឆ្វេងថែមឆ្វេងដាក់ឆ្វេងមួយដៃពីគីងកុងដេញតាមឆ្វេងដាក់ឆ្វេងបកកលកឆ្វេងដាក់ឆ្វេងពីមួយដៃមួយដៃបាត់ឆ្វេងថែមចេញចាំបន្តទៀតពីគីងកុងទាត់ឆ្វេងចូលទៅក្រោមពីគីងកុងបាទសូមសម្លេងហូម1 2 3 4 5 6 7 8ប្រកួតបន្តចាចាប់ទឹកទី1ក្រិតគុនខ្មែរគូទី3គឺជាគូប្រកួតដណ្ដើមប្រាក់លានរវាងកម្ពុជាថៃទឹកទី2បាទយើងរៀនទស្សនាការប្រកួតជាបន្តទៀតទឹកទី2បាទបងប្អូនកំពុងតែទស្សនាបាទជាង50ទេបាទចូលរួមជួយសៀឡើងជាបន្តទៀតបាទបង្គោលក្រហមកីឡាករគុនខ្មែររិទ្ធធីគីងកុងបាទទាត់មកជើងឆ្វេងនេះទាត់ចំថងប្រាក់បាទវត្តមានគណៈធិបតីឧបត្ថម្ភបន្ថែមដល់គីងកុងថាវិការ20ម៉ឺនរៀលបាទសរុបគឺ60ម៉ឺនរៀលបាទទាត់ឆ្វេងគីងកុងបាទទាត់ស្ដាំរបស់ប៉ែនសិនឡែកបាទធាក់ស្ដាំបាទការប្រកួត5ទឹកក៏ប៉ុន្តែបាទមួយទឹកគឺ2នាទីតែប៉ុណ្ណោះអាយហើយបាទ3 រត់ជាបន្តទៀត4 5 5 6 7អូហូយបាទអបអរសាទរទៅដល់បាទកីឡាករគុនខ្មែររិទ្ធធីគីងកុងបាទជាមួយនឹងជ័យជំនះដ៏អស្ចារ្យបាទវត្តមានគណៈធិបតីទាំង3រូបបាទអាដាមវ័យសំណាងអ្នកញ៉ាំសម្បាងវឌ្ឍនៈរួមជាមួយនឹងអាដាមខឹមវិធីឧបត្ថម្ភបន្ថែមបង្គោលបាទនេះយើងទស្សនារូបភាពយឺតបាទតគ្នាសាយជាថ្មីបាទគឺការដាក់សម្ពាធបាទសំថប់ដាក់ទៀងកែងឆ្វេងពុះបាទពីខាងលើតែម្ដងបាទពីរិទ្ធធីគីងកុងបាទធ្វើឲ្យសែនលេខបាទអត់អាចទប់បាទការសម្រុកបាទយ៉ាងច្រើនសំថប់ច្រើនក្បាច់ពីរិទ្ធធីគីងកុងទេបាទចូលបដូរមកដែរព្រោះថាចង់បាទទាទាំងការទាំងដើមតែថែមកែងឆ្វេងជាបន្តទៀតបាទវាចេញក្បាច់ច្រើនមែនទែនបាទក្មេងក៏ពិតមែនថ្នាលក៏ពិតមែនតែក្រោយតែមានការផ្ដល់ឱកាសបាទម្ដងជាពីរដងបាទជាញឹកញយតាមរយៈការប្រកួតនៅលើសង្វៀនបណ្ដាគ្រប់គុនខ្មែរគឺកីឡាករគុនខ្មែរយើងគឺចេះគ្រប់ក្បាច់គ្រប់ស្នៀតតែម្ដងបាទអរគុណច្រើនបាទយ៉ាងណាយើងឃើញថាកីឡាករបង្គោលខៀវប៉ែនសែនឡែកបាទថ្មីត្បិតតារងបរាជ័យក៏បាទទឹកមុខដល់គួរឲ្យខ្នក់ខ្នាញ់របស់គាត់ជ័យជំនះបានទៅកីឡាករបង្គោលក្រហមរិទ្ធធីគីងកុងដែលបានផ្ដួលឲ្យដៃគូបង្គោលខៀវសេតបេតសែនលេខសន្លប់នៅក្នុងទឹកទី2